សួស្តីអ្នកនរគ្នាបាទថ្ងៃនេះវិលមកជួបជាមួយខ្ញុំបាទម្ដងទៀតហើយបាទដោយសាររវល់មួយរយៈនឹងបានចេញវីដេអូអញ្ចឹងណាអញ្ចឹងថ្ងៃនេះចេញវីដេអូមករៀងក្រោយគេតិចអញ្ចឹងហើយថ្ងៃនេះមកចង់ប្រាប់ពីរបៀបដោះយកកាក់មាសនៅក្នុង eFootball យើងអញ្ចឹងណាបើសិនជាមានបងប្អូននៅមើលគ្នាយើងណាអត់ទាន់ដោះបានឬក៏អត់ទាន់ចេះអាចមើលវីដេអូនេះបានមួយហ្នឹងinvite friend ដើម្បីទទួលបាន250កាក់មាសគឺអ្នកនរគ្នាត្រូវយក ID កន្លែងខ្ញុំដាក់សញ្ញាព្រួយហ្នឹងណាទៅឲ្យ account ដែលថ្មីបំផុតដែលថាគឺ account ហ្នឹងគឺអត់មានធ្លាប់លេខពីមុនមកទេគឺ account ហ្នឹង account ទំបង្កើតអញ្ចឹងអ្នកនរគ្នាអញ្ចឹងក្នុងមួយ account ហ្នឹងគឺបាន50កាក់មាសអញ្ចឹងទាំងអស់5 account គឺបាន250កាក់មាសអ្នកនរគ្នាគ្រាន់តែយក ID ដែលកន្លែងខ្ញុំចុចហ្នឹងទៅដាក់នៅ account ថ្មីនេះគឺទទួលបាន250កាក់មាសទាំងអស់គឺ5 account អញ្ចឹងអ្នកនរគ្នាទៅធ្វើម្ដងមួយអញ្ចឹងអ្នកនរគ្នាចូលមកដល់ account នេះinvite friend complete អញ្ចឹងមានន័យថាអ្នកនរគ្នាទៅយក account ថ្មីដែលអ្នកនរគ្នាដាក់ចូល invite ហ្នឹងគឺទៅលេងបំពេញកន្លែងគេហ្នឹងឲ្យបានគ្រប់5 step បានទទួលបាន25កាក់ក្នុងមួយ account អញ្ចឹងបើសិនជាអ្នកនរគ្នាត្រូវលេងឲ្យគ្រប់5 account ទើបទទួលបាន125កាក់អញ្ចឹងអ្នកនរគ្នានេះអ្នកនរគ្នាកន្លែងចូលលេងគ្រប់5 step ទៅអ្នកនរគ្នាទទួលបាន25កាក់មាសក្នុងមួយ account កន្លែងនេះគឺកន្លែង invite friend បានន័យថាកន្លោនេះគឺកន្លោអ្នកនរគ្នាត្រូវដែលថា account ថ្មីយើងហ្នឹងគឺគេមានកន្លែងពេនឹងទីរាល់ថ្ងៃអញ្ចឹងអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាពេនឹងទីរាល់ថ្ងៃពីក្បាលដំបងរត់ដល់ចុងបញ្ចប់ហ្នឹងទៅនឹងទទួលបានកាក់មាសក្នុងមួយ account 50កាក់មាសអញ្ចឹងអ្នកនរគ្នាបើមាន account ច្រើនអ្នកនរគ្នាពេទាំងអស់ទៅ5 account គឺបាន250កាក់មាសព្រោះចំណុចកន្លែងនេះគឺអ្នកនរគ្នាត្រូវលេង division ថាយក account ថ្មីទៅលេង division ណាអ្នកនរគ្នាចង់លេងខ្លួនឯងផ្ទាល់ក៏បានលេងជាមួយម៉ាស៊ីនក៏បានដែរអញ្ចឹងបើសិនជាអ្នកនរគ្នាលេងដល់ division 8អ្នកនរគ្នាក្នុង account ទទួលបាន25កាក់មាសអញ្ចឹងបើសិនជាអ្នកនរគ្នាលេង5 account នឹងទទួលបាន125កាក់មាសបន្តមក division ទី7អ្នកនរគ្នាលេងដូចគ្នាអញ្ចឹងមកដល់ division ទី7នឹងទទួលបាន25កាក់មាសដូចគ្នាអ្នកនរគ្នាដល់ division ទី7ហើយអ្នកនរគ្នាលេងបន្តដល់ទី6មកនឹងទទួលបានក្នុងមួយ account 25កាក់មាសអញ្ចឹងអ្នកនរគ្នានេះអ្នកនរគ្នាកន្លែងលេង division ហ្នឹងអ្នកនរគ្នាលេងមួយ AI ក៏បានលេងមួយម៉ាស៊ីនក៏បានលើអ្នកនរគ្នាអញ្ចឹងណាអ្នកនរគ្នាកន្លែងនេះគឺយើងយកអា code ID ដែលខ្ញុំប្រាប់អ្នកនរគ្នាមុនហ្នឹងយកមកដាក់កន្លែង invite code ហ្នឹងមកហ្នឹងគឺកន្លែងចុចចូលហ្នឹងគឺ account ថ្មីអញ្ចឹងអ្នកនរគ្នាយកមកគ្រាន់តែផាសចូលទៅនឹងទទួលបាន50កាក់មាសអ្នកនរគ្នាសម្រាប់មួយ account អញ្ចឹង5 account គឺបាន250កាក់មាសអញ្ចឹងអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចមើលតាមហ្នឹងបាននេះពេលយើងដាក់កូដចុះហើយសម្រាប់ account ថ្មីនៅទទួលបាន200កាក់មាសផងដែរអញ្ចឹងអ្នកនរគ្នាសម្រាប់ការលេងយក Steven Gerrard អ្នកនរគ្នាត្រូវលេងជាមួយ account ថ្មីដែលអត់ទាន់លេងសោះចំនួន5នាក់អញ្ចឹង5នាក់អ្នកនរគ្នានឹងទទួលបាន Steven Gerrard មួយបន្ទាប់ពីទទួលបាន Steven Gerrard នឹងទទួលបានកាក់មាស100បន្ទាប់ពីអ្នកនរគ្នាលេងបាន10ប្រកួតនឹងទទួលបានកាក់មាស100ថែមទៀតអញ្ចឹងអ្នកនរគ្នាបើសិនជាអ្នកនរគ្នាធ្វើបានឬក៏ធ្វើមិនបានទេចាំជួយ comment នៅខាងក្រោមវីដេអូនោះផងអរគុណអ្នកនរគ្នាសម្រាប់ចំណាយពេលវេលាតាមដាន